យើងតគឺយើងត្រូវបិទ printer សិនបាទដល់នោះគឺយើងចាប់ដើម install ហ្នឹងចាប់ដើម install ទេចំណុចកន្លែងនេះគឺយើងត្រូវចុចយក particular adjustment បាទចុចយកដល់មកដល់កន្លែងនេះក៏ឲ្យយើង enter mode name គឺយើងត្រូវជ្រើសរើសយក model របស់ printer របស់យើងបាទ model printer របស់យើងគឺយើងមើលប្រមាណនេះ L360 បាទ L360 អញ្ចឹងយើងជ្រើសរើសយក L360មកចុចអូខេមានផតនេះណាផតនេះអូតូចុចអូខេហើយមកដល់កន្លែងនេះគឺយើងត្រូវឆ្លើយយក wording បាទ wording តមកបងប្អូនចុចអូខេទីចុចមកដល់នេះអូខេគឺបងប្អូនទៅចុចយកគ្រីសកន្លែងនេះបាទគ្រីសកន្លែងហ្នឹងហើយតមកចុច check ហើយចុចanalyze ចុច finish 要我讲，首先是刚刚要删的那个电话，他说他要搞个门锁，就第一，给他就这个是啊，Keyboard យើងត្រូវបើក printer ឡើងវិញហើយយើងចាប់ឡើង check pen ឡើង check មកគឺវាបានដើម 100% ហើយវា check ឃើញ port ហើយតមកយើងចុច analyze select part គឺអូខេ finish នេះអូខេ这个我们缅甸的ហើយអូខេហើយបាទជាបន្តទៅទៀតនេះខ្ញុំ